ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំនឹងលើកយកខ្សែបាតដៃដ៏ពិសេសមកចែកជូនពុកម៉ែបងប្អូនឲ្យបានស្គាល់ពុកម៉ែបងប្អូនដឹងទេថាខ្សែបាតដៃរបស់យើងម្នាក់ខុសៗពីគ្នាគឺ100នាក់ខុសគ្នាទាំង100អញ្ចឹងយើងទាំងអស់គ្នាត្រូវចេះយល់ចិត្តគ្នានិងចេះសម្របគ្នាទៅវិញទៅមកហើយការគិតការយល់ឃើញរបស់យើងផ្លាស់ប្ដូរខ្សែបាតដៃក៏ផ្លាស់ប្ដូរដែរពុកម៉ែបងប្អូនអញ្ចឹងយើងទាំងអស់គ្នាត្រូវរៀនគិតអ្វីដែលល្អៗគិតអ្វីជាប្រយោជន៍សម្រាប់ខ្លួនយើងនិងជាប្រយោជន៍ដល់អ្នកដទៃអញ្ចឹងយើងចូលមកដល់ខ្សែបាតដៃថ្ងៃនេះខ្ញុំនឹងលើកយកខ្សែបាតដៃដ៏ពិសេសមកចែកជូនពុកម៉ែបងប្អូនឲ្យបានស្គាល់ចាខ្សែបាតដៃដ៏ពិសេសនោះគឺខ្សែបាតដៃសេដ្ឋីអញ្ចឹងជាដំបូងខ្ញុំនឹងចាប់ផ្ដើមនិយាយពីខ្សែព្រះអាទិត្យខ្សែបាតដៃសេដ្ឋីតើទាក់ទងអ្វីនឹងខ្សែព្រះអាទិត្យសូមពុកម៉ែបងប្អូនតាមដានវីដេអូនេះរហូតដល់ចប់នឹងបានយល់ដឹងយ៉ាងច្បាស់ខ្សែព្រះអាទិត្យមាននៅក្រោមម្រាមនាងដៃចំណុចទួលព្រះអាទិត្យទួលព្រះអាទិត្យជាទួលមានសំណាងល្អជាទួលជួយលើករាសីមានចំណូលចូលជាទួលធ្វើឲ្យជីវភាពយើងសម្បូររុងរឿងបើទួលព្រះអាទិត្យនេះធំធ្វើឲ្យខ្សែជីវិតយើងមានសុភមង្គលហើយមានជីវភាពមិនខ្វះខាតថ្ងៃនេះខ្ញុំនឹងលើកយកខ្សែព្រះអាទិត្យដែលវែងបុគ្គលដែលមានខ្សែព្រះអាទិត្យដែលវែងហើយច្បាស់ប្រភេទនេះពុំសូវមានទេពុកម៉ែបងប្អូនខ្សែព្រះអាទិត្យប្រភេទនេះពិតជាល្អខ្លាំងណាស់ជាខ្សែមានសំណាងល្អមានចំណូលចូលច្រើនហើយក៏មានគេស្រឡាញ់ចូលចិត្តច្រើនខ្សែព្រះអាទិត្យវែងប្រភេទនេះជាមនុស្សប្រឹងប្រែងព្យាយាមខំប្រឹងប្រែងព្យាយាមបញ្ចេញសមត្ថភាពរបស់ខ្លួនចង់ចេះចង់ដឹងចង់បង្កើនចំណេះជំនាញរបស់ខ្លួនជាបុគ្គលពូកែរកស៊ីមានបានមានចំណូលចូលច្រើនអ្នកខ្លះមានកេរ្តិ៍ឈ្មោះល្បីល្បាញទៀតផងអញ្ចឹងបើបងប្អូនមានខ្សែព្រះអាទិត្យប្រភេទនេះមិនទាន់មានការងារច្បាស់លាស់ទេយើងត្រូវរៀនយកចំណេះជំនាញណាដែលយើងមានសមត្ថភាពហើយយើងចូលចិត្តបងប្អូនខ្លះគាត់ដឹងពីសមត្ថភាពរបស់គាត់ប៉ុន្តែបងប្អូនខ្លះទៀតគាត់មិនដឹងច្បាស់ពីសមត្ថភាពរបស់ខ្លួនទេមិនដឹងច្បាស់ថាខ្លួនចង់ធ្វើអ្វីនោះទេបើមានសភាពបែបនេះឲ្យខ្ញុំមើលខ្សែបាតដៃខ្ញុំនឹងជួយណែនាំចាអញ្ចឹងបន្តមកទៀតចូលដល់ខ្សែទ្របក៏ទាក់ទងនឹងខ្សែបាតដៃសេដ្ឋីដែរខ្សែទ្របដែលវែងប្រភេទនេះទាក់ទងនឹងលុយកាក់ទាក់ទងនឹងការបង្កើនចំណូលអញ្ចឹងដើម្បីឲ្យចំណូលយើងចូលកាន់តែច្រើនតើគួរធ្វើដូចម្តេចខ្សែទ្របប្រភេទនេះភាគច្រើនមាននៅលើបាតដៃបុគ្គលដែលខិតខំរៀនខិតខំធ្វើការពូកែសន្សំលុយពេលសន្សំលុយបានច្រើនរកវិធីបង្កើនលុយដើម្បីឲ្យចំណូលចូលកាន់តែច្រើនបងប្អូនខ្លះគាត់មានជំនួយពីឪពុកម្ដាយអញ្ចឹងគាត់ខំរៀនគាត់ខំប្រឹងប្រែងរៀនអភិវឌ្ឍខ្លួនរៀនរៀបចំគម្រោងរកស៊ីធ្វើឲ្យការរកស៊ីរីកចម្រើនមានចំណូលចូលច្រើនបុគ្គលដែលមានខ្សែទ្រព្យប្រភេទនេះជាមនុស្សមិនចេះទំនេរទេពូកែតស៊ូប្រឹងប្រែងបង្កើនសមត្ថភាពប្រឹងប្រែងរកស៊ីហើយក៏ជាបុគ្គលមានសំណាងល្អហើយបើមានខ្សែទ្រព្យមួយខ្សែនេះទៀតកាន់តែល្អជាបុគ្គលពូកែទុកដាក់លុយកាក់បានល្អមិនចាយវាយផ្ដេសផ្ដាស់ទៅលើអ្វីដែលមិនមែនជាតម្រូវការច្បាស់លាស់អញ្ចឹងតើតែមានតម្រូវការច្បាស់លាស់ទើបគាត់ចំណាយដែរអញ្ចឹងចូលមកដល់ខ្សែវាសនាមួយខ្សែយ៉ាងច្បាស់លូតដល់ចំណុចភពសៅរ៍ក្រោមម្រាមដៃកណ្ដាលខ្សែវាសនាមានច្រើនប្រភេទដែរបងប្អូននៅវីដេអូមុនខ្ញុំធ្លាប់និយាយពីខ្សែវាសនាខ្លះរួចមកហើយខ្សែវាសនាយ៉ាងច្បាស់ប្រភេទនេះជាខ្សែពិសេសខ្លាំងណាស់ជាបុគ្គលរឹងមាំព្យាយាមតស៊ូក្នុងខ្សែជីវិតទោះបីមានឧបសគ្គច្រើនយ៉ាងណាក៏ដោយក៏ព្យាយាមឆ្ពោះទៅមុខឆ្ពោះទៅរកគោលដៅជាបុគ្គលពូកែព្យាយាមរកស៊ីមិនចេះនៅទំនេរទេខំរកស៊ីមានបានរីកចម្រើនបុគ្គលដែលមានខ្សែវាសនាប្រភេទនេះជាមនុស្សរឹងមាំ
ជាមនុស្សរឹងមាំវាជាការល្អហើយប៉ុន្តែពេលខ្លះត្រូវចេះបន្ទន់ខ្លួនត្រូវចេះសម្របខ្លួនតាមស្ថានភាពផងដែរយើងត្រូវចេះរៀនស្ដាប់មតិយោបល់អ្នកជុំវិញខ្លះៗចំណុចខ្លះដែលល្អយើងយកជាមេរៀនចំណុចខ្លះដែលមិនល្អទុកមួយកន្លែងចាពុកម៉ែបងប្អូនខ្សែវាសនាដែលច្បាស់ហើយវែងប្រភេទនេះជាបុគ្គលមានសមត្ថភាពខ្ពស់ហើយក៏មានរាសីខ្ពស់ជាខ្សែមានសំណាងល្អខ្លាំងណាស់ចាអញ្ចឹងចូលមកដល់ខ្សែពិសេសគឺខ្សែមហាសេដ្ឋីខ្សែទាំង3ខាងលើតើតាក់ទងអ្វីនឹងខ្សែមហាសេដ្ឋីខ្សែមហាសេដ្ឋីនេះមានខ្សែវាសនាយ៉ាងច្បាស់មួយខ្សែហើយនឹងខ្សែព្រះអាទិត្យដូចខ្ញុំបានរៀបរាប់ខាងលើរួចមកហើយខ្សែព្រះអាទិត្យយ៉ាងវែងជាខ្សែដ៏ពិសេសកម្រមានណាស់ហើយថែមទាំងមានខ្សែទ្រាប់យ៉ាងវែងមួយខ្សែទៀតគឺកាន់តែពិសេសខ្សែវាសនាក៏វែងលូតដល់ចំណុចទល់សៅក្រោមម្រាមដៃកណ្ដាលគួបចូលគ្នានឹងខ្សែព្រះអាទិត្យខ្សែទ្រាប់ខ្សែទាំង3នេះឲ្យឈ្មោះថាខ្សែបាត់ដៃមហាសេដ្ឋីខ្សែព្រះអាទិត្យជាខ្សែមានចំណូលចូលច្រើនជាខ្សែមានប្រជាប្រិយខ្សែទ្រាប់ជាខ្សែពូកែរកស៊ីមានចំណូលចូលច្រើនដូចខ្ញុំបានរៀបរាប់ខាងលើរួចមកហើយខ្សែទាំងពីរនេះជាខ្សែមិនធម្មតាទេជាខ្សែពិសេសខ្លាំងណាស់ហើយថែមទាំងមានខ្សែវាសនាមួយខ្សែទៀតគឺជាខ្សែយ៉ាងច្បាស់វែងគឺពិតជាពិសេសខ្លាំងណាស់ខ្សែសេដ្ឋីជាបុគ្គលមានទេពកោសល្យមានភាពវៃឆ្លាតតាំងពីកំណើតផងនិងជាទេពកោសល្យមានសមត្ថភាពដែលបានព្យាយាមក្នុងពេលបច្ចុប្បន្នផងជាបុគ្គលពូកែបង្វិលលុយកាក់យ៉ាងធំដុំរកស៊ីចំណូលចូលច្រើនការងាររកស៊ីរីកចម្រើនខ្ពង់ខ្ពស់ជាបុគ្គលពូកែឆ្លៀសវៃរឹងមាំព្យាយាមបង្កើនសមត្ថភាពព្យាយាមរកស៊ីមានរាសីខ្ពស់រកស៊ីមានបានជោគជ័យជាខ្សែកម្រមានណាស់ខ្សែនេះធ្លាប់មានអ្នកជោគជ័យរួចមកហើយជាខ្សែល្អបំផុត2000នាក់ទៅ3000នាក់មានតែ1នាក់ទេជាបុគ្គលមានសំណាងល្អខ្លាំងណាស់ចាអញ្ចឹងបងប្អូនដែលមានខ្សែសេដ្ឋីនេះមានន័យថាបងប្អូនមានសមត្ថភាពខ្ពស់អញ្ចឹងយើងចាប់ផ្ដើមបញ្ចេញសមត្ថភាពរបស់ខ្លួនខ្សែសេដ្ឋីនេះជាខ្សែសំខាន់ទាំង3ខ្សែជាខ្សែពិសេសខ្លាំងណាស់ជាបុគ្គលរឹងមាំមានរាសីខ្ពស់អ្នកដទៃស្រឡាញ់ចូលចិត្តច្រើនមានទឹកចិត្តល្អអ្នកខ្លះមានឈ្មោះល្បីល្បាញទៀតផងមានចំណូលចូលច្រើនរកស៊ីមានបានជោគជ័យជាខ្សែសំណាងល្អខ្លាំងណាស់ចាអញ្ចឹងពុកម៉ែបងប្អូនតើខ្សែទាំងអស់នេះតើពុកម៉ែបងប្អូនមានខ្សែមួយណាដែរបើសិនជាមានខ្សែសេដ្ឋីពិតជាពិសេសខ្លាំងណាស់ប៉ុន្តែបើសិនជាអត់មានខ្សែសេដ្ឋីមានតែខ្សែព្រះអាទិត្យឬក៏ខ្សែទ្រាប់ឬក៏ខ្សែវាសនាក៏ល្អដែរចាអញ្ចឹងសូមអរគុណពុកម៉ែបងប្អូនដែលបានតាមដានវីដេអូរបស់នាងខ្ញុំបើសិនជាពុកម៉ែបងប្អូនចាប់អារម្មណ៍សូមជួយឲ្យមេដៃនិងចុចសញ្ញាកណ្ដឹងជាការលើកទឹកចិត្តហើយនឹងទទួលបានវីដេអូថ្មីៗនៅពេលក្រោយទៀតសូមអរគុណជូនពរសំណាងល្អទាំងអស់គ្នា